បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីបាទ trigraph អូខេ trigraph គឺមានន័យថាអក្សរ3តែមានសំឡេងតែមួយទេណាអូខេបងប្អូនគ្នាមកមើលចំណុចទី1របស់យើងនេះគឺ DGE ណា DGE មានសំឡេងចបងប្អូនគ្នាមកមើលពាក្យឧទាហរណ៍របស់យើងបាទ B នេះបណា or ប្រ I នេះ E អូខេ DGE នេះគឺចណាចឹងយើងអានថា bridge bridge អូខេ bridge យើងសំដៅលើស្ពានណាតែគ្នាមកមើលពាក្យខាងក្រោមមួយទៀតមក J នេះចអូខេ U នេះគឺអ DGE នេះគឺចដែរណាចាច់អូខេចាច់យើងសំដៅលើចៅក្រមអូខេតើគ្នាមកមើលចំណុចមួយទៀតបាទTCH មានសំឡេងឆណាតើគ្នាមកមើលពាក្យឧទាហរណ៍របស់យើងពាក្យនេះយើងអានថា mage អូខេ M នេះមណា A ស្រៈ A TCH នេះគឺឆម A ឆ mage យើងសំដៅលើជើងគូណាអូខេពាក្យចុងក្រោយតើអ្នកគ្នាពាក្យនេះយើងអានថា itchy អូខេ I នេះ I TCH នេះឆណា YE itchy គឺរមាស់អូខេតើអ្នកគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពី trigraph បាទអក្សរ3ប៉ុន្តែសំឡេងមានតែមួយទេហើយនៅពេលដែលទាំងអស់គ្នាចំណាំអក្សរបែបនេះណាវាកាត់បន្ថយភាពស្មុគស្មាញនៅក្នុងការអានពាក្យអញ្ចឹងឧទាហរណ៍ថាពាក្យទី1នេះតើអ្នកគ្នាសម្គាល់ថា3អក្សរនេះមានតែមួយសំឡេងទេគឺចអញ្ចឹងយើងមើលតែ3អក្សរខាងមុខទេណាយើងអត់មើលទាំងអស់ទេអានេះដូចគ្នាដែរបើទាំងអស់គ្នាសម្គាល់ថា3អក្សរនេះមានសំឡេងឆអូខេយើងមើលតែ2អក្សរខាងមុខនេះទៅបានហើយM នេះសនមើ A នេះស្រៈ A ហើយ3អក្សរនេះគឺសំឡេងឆអញ្ចឹងនៅពេលដែលទាំងអស់គ្នាសម្គាល់បែបនេះគឺយើងកាត់បន្ថយភាពស្មុគស្មាញនៅក្នុងការមើលពាក្យណា